บัดสมจุมเรียบสู้ปนๆแต่งออกนี้สมสวากุมบกันกรรมวิธีเตรียมแต่99ថ្ងៃប៉ុណ្ណោះខ្ញុំអាចនិយាយភាសាបារាំងបាននៅក្នុងវេលានេះលោកគ្រូសូមបន្តជូនបងប្អូនតទៅទៀតអំពីសព្វនាមទូបាទបងប្អូនបានឃើញកន្លងមកហើយអំពីការប្រើប្រាស់ទូដែលមានទូនីតិ2គឺវាដើរតួជាគុណនាមហើយនិងសព្វនាមបាទហើយលោកគ្រូសូមបន្តសព្វនាមជូនបងប្អូនតទៅទៀតនៅក្នុងវីដេអូមួយនេះបាទសូមតាមដានជាមួយលោកគ្រូដូចតទៅបាទបងប្អូនជាទីមេត្រីយើងបន្តពីថ្ងៃមុនដែលយើងឃើញថាទូវាដើរតួជា pronoun ដែរក៏ប៉ុន្តែនៅក្នុងទម្រង់ឯកវចនៈទូដែលយើងឃើញនៅក្នុងវីដេអូមុនគឺសរសេរ T O U T ថ្ងៃនេះយើងបន្តតួនាទីជាសព្វនាមតទៅទៀតក៏ប៉ុន្តែទម្រង់របស់វាផ្លាស់ប្ដូរពី tous ទៅ toutes បាទយើងអាន tous បើសិនជាវាជា pronoun យើងអត់អាន tu ទេកាលណាវាមាន s យើងអាន tous នៅពេលដែលវាដើរតួជាសព្វនាមបើសិនជាសព្វនាមនោះជំនួសឲ្យប្រុសទាំងអស់ឬប្រុសលាយស្រីក៏ប៉ុន្តែបើសិនជានារីសុទ្ធយើងប្រើពាក្យ toutes 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 បាទឧទាហរណ៍លោកគ្រូសួរថា où sont les enfants បាទយើងឆ្លើយប្រាប់លោកគ្រូថា tous sont dans le jardin បាទអូទាំងអស់គ្នាបាទន័យថាកូនវាទៅលេងនៅក្នុងសួនច្បារបាទឧទាហរណ៍យើងនិយាយជាមួយលោកគ្រូក៏បានឬក៏ប្តីប្រពន្ធសួរគ្នាទៅវិញទៅមកបាទកលេចទៅបាត់កូនអស់លេងអញ្ចឹងយើងអាចសួរថាចុះកូននៅណាបាទប្រពន្ធយើងឆ្លើយថា tous sont dans le jardin បាទន័យថាពួកគាត់ទាំងអស់គ្នានោះណាបាទនៅលេងនៅក្នុងសួនច្បារចង់និយាយចឹងមួយទៀតសំណួរសួរថា où sont les femmes du Cambodge ឧបមាថាយើងទៅចូលរួមសន្និបាតអីមួយនៅក្រៅប្រទេសបាទវាមាននារីមកពីប្រទេសជាច្រើនបាទដល់ឡែកសម្រាប់ខ្មែរយើងគឺយើងមានបញ្ជូននារីទៅចូលរួមបាទឧទាហរណ៍ថាកិច្ចប្រជុំបាទកិច្ចប្រជុំកំពូលរបស់អង្គការសុខភាពពិភពលោកជាដើមបាទហើយពេលនោះយើងឆ្លើយថាបាទ toutes sont montées dans le bus បាទ toutes sont montées dans le bus បាទន័យថាពួកគាត់ទាំងអស់គ្នាស្ត្រីខ្មែរទាំងអស់នោះនាំគ្នាឡើងទៅក្នុងឡានក្រុងបាត់ហើយចង់និយាយចឹងណាបាទទី3 vous avez prévenu nos voisins ឧទាហរណ៍យើងចង់រៀបចំពិធីជប់លៀងមួយនៅផ្ទះយើងបាទហើយយើងចង់ជម្រាបព័ត៌មានហ្នឹងទៅអ្នកជិតខាងយើងក៏ដូចជាអញ្ជើញពួកគាត់ឪពុកយើងសួរយើងថាគាត់ឯងមានប្រាប់អ្នកជិតខាងយើងនៅ vous avez prévenu nos voisins តើគាត់ឯងបានប្រាប់អ្នកជិតខាងយើងនៅយើងឆ្លើយប្រាប់ឪពុកយើងវិញ oui je les ai tous vus hier បាទខ្ញុំបានជួបជាមួយពួកគាត់បាទកាលពីម្សិលមិញហើយទាំងអស់គ្នាបាទអត់មានលើកលែងអ្នកណាទេទាំងអស់គ្នា tous បាទ tous បាទអញ្ចឹង tous នៅកន្លែងនេះគឺកំណត់ន័យឲ្យកម្មបត្តិបាទ les tous បាទន័យថាកំណត់ន័យឲ្យកម្មបត្តិចំណែកអាខាងលើជាសព្វនាមដែលវាដើរតួជាប្រធានបាទសព្វនាមពហុវចនៈប្រុសឬប្រុសលាយស្រីហើយទុតគឺសព្វនាមស្រីសុទ្ធបាទអញ្ចឹងបងប្អូនយល់ហើយណាបាទយើងនឹងបន្តទៅមើលករណីមួយទៀតដែលទូដើរតួជាគុណកិរិយាបាទបងប្អូនទាំងអស់គ្នានៅក្នុងចំណុចនេះយើងនឹងឃើញថាទូវាដើរតួជា adverb គុណកិរិយា
ហើយបងប្អូនដឹងហើយតាមការសិក្សាវិទ្យាករកន្លងមកកាលណាគុណកិរិយាគឺវាអត់ប្រែប្រួលទេបងហើយគុណកិរិយានេះគឺមានអត្ថន័យថាទាំងស្រុងឬក៏ណាស់បាទវាពន្យល់ន័យឲ្យគុណនាមគុណកិរិយាមានតួនាទីពន្យល់ន័យឲ្យគុណនាមនៅក្នុងឃ្លានេះឧទាហរណ៍យើងនិយាយថា les étudiants sont tout contents de ces bourses និស្សិតទាំងអស់សប្បាយចិត្តខ្លាំងណាស់អញ្ចឹងអាពាក្យណាស់នេះកំណត់ន័យឲ្យសប្បាយចិត្តដោយសញ្ញាព្រួយលោកគ្រូបានដាក់ជូនណាបាទនិស្សិតទាំងអស់នេះសប្បាយចិត្តខ្លាំងណាស់នឹងអាហារូបករណ៍បាទនឹងអាហារូបករណ៍ទាំងនេះបាទផ្ទុយទៅវិញឃ្លាទី2បើសិនជាបងប្អូននិយាយថា les étudiants sont tous contents de ces bourses បាទពេលនោះគឺ tous កំណត់ន័យឲ្យប្រធានវិញបាទន័យថានិស្សិតទាំងអស់គ្មាននរណាម្នាក់បាទអត់សប្បាយចិត្តទេគឺសប្បាយចិត្តទាំងអស់គ្រប់គ្នាបាទអញ្ចឹងពាក្យ tous នេះគឺកំណត់ន័យឲ្យប្រធានបាទមិនមែនកំណត់ន័យឲ្យសប្បាយចិត្តទៀតទេបាទបើវាកំណត់ន័យឲ្យនាមវាគឺជាបាទវាគឺជាអីបាទកំណត់ន័យឲ្យប្រធាននេះបាទវាមិនមែនជាអត្ថប្រយោជន៍ទៀតទេបាទវាមិនមែនជាអត្ថប្រយោជន៍ទៀតទេគឺជាសព្វនាមបាទសព្វនាមនេះគឺវាជំនួសបាទវាបំពេញនៃបន្ថែមបាទឲ្យប្រធាន les étudiants បាទអញ្ចឹងចងចាំណាបាទទាំងអស់គ្នាបាទអញ្ចឹងលោកគ្រូត្រឡប់មកវិញសម្រាប់ឃ្លាទី1គឺវាដើរតួជាគុណកិរិយាកំណត់ន័យឲ្យគុណនាមសប្បាយចិត្ត les étudiants sont tout contents de ces bourses យើងអត់អាន tout ទេគឺយើងអាន tout បាទទេអត់អានទេបងប្អូនណា les étudiants sont tout contents de ces bourses បាទលោកគ្រូសង្ឃឹមថាបងប្អូនអាចមានគេថាធាតុចូលថ្មីខ្លះហើយលោកគ្រូជឿជាក់ថាយើងអាចច្បាស់ជាងមុនបន្តិចបាទនៅក្នុងការទៅចែកគ្នាក៏ដូចជាការសរសេរហើយនឹងការនិយាយរបស់បងប្អូនឥឡូវនេះគឺមិនដូចពីមុនទេបាទហើយលោកគ្រូសង្ឃឹមថានៅក្នុងន័យល្អបាទន័យថាមានភាពប្រសើរជាងមុនបាទយើងនឹងបន្តធ្វើការជាមួយគ្នាតទៅទៀតដើម្បីធ្វើយ៉ាងណាឲ្យការសិក្សាភាសាបារាំងរបស់បងប្អូនកាន់តែរីកចម្រើនទៅមុខបាទកាន់តែរីកចម្រើនទៅមុខ Merci beaucoup de votre attention et à très bientôt.